អ៊ីរ៉ង់ប្រមានពង្រីកសង្គ្រាមទៅដល់សមុទ្រក្រហមដែលអាមេរិកបើកការវិភាគថ្មីនៅព្រឹកនេះស្ថានភាពនៅមជ្ឈមណ្ឌលកាន់តែក្តៅគគុកកងទ័ពសហរដ្ឋអាមេរិកបានបើកការវិភាគថ្មីទៅលើគោលដៅយោធាជាច្រើនរបស់អ៊ីរ៉ង់ជាពិសេសនៅតំបន់ឆ្នេរសមុទ្រនិងនៅជុំវិញកំពង់ផែបាដាដែលជាទីតាំងយុទ្ធសាស្ត្រសំខាន់សហរដ្ឋអាមេរិកបានហាងថាការវិភាគនេះមានគោលបំណងបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់ដែលត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្រហូម៉ូជាការឆ្លើយតបអ៊ីរ៉ង់បានប្រមានប្រសិនបើអាមេរិកនៅតែបន្តការវិភាគយុទ្ធនាការរំខានដល់ទីផ្សារថាមពលពិភពលោកនឹងមិនកំណត់ត្រឹមច្រកសមុទ្រហូម៉ូទៀតទេប៉ុន្តែវាអាចពង្រីកទៅដល់សមុទ្រក្រហមដែលជាផ្លូវដឹកជញ្ជូនប្រេងនិងទំនិញដ៏សំខាន់មួយទៀតរបស់ពិភពលោកការគម្រាមនេះត្រូវបានគេមើលឃើញថាអាចអនុវត្តតាមរយៈក្រុមហូទីនៅយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ចំណែកឯអ្នកវិភាគជាច្រើនបានប្រមានថាប្រសិនបើការវិភាគពង្រីកទៅដល់សមុទ្រក្រហមនាវាដឹកប្រេងនិងនាវាពាណិជ្ជកម្មជាច្រើនអាចនឹងប្រឈមមុខនឹងហានិភ័យខ្ពស់ដែលអាចធ្វើឲ្យតម្លៃប្រេងពិភពលោកកើនឡើងនិងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលមកដល់ពេលនេះភាគីអាមេរិកមិនទាន់បង្ហាញសញ្ញាបន្ធូរបន្ថយប្រតិបត្តិការយោធានោះទេខណៈដែលអ៊ីរ៉ង់ក៏បានបញ្ជាក់ថានឹងបន្តការឆ្លើយតបប្រសិនបើការវិភាគនៅតែបន្តស្ថានភាពកំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធព្រោះការប៉ះទង្គិចអាចពង្រីកទៅដល់ជាចំនួនក្នុងតំបន់ដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងថាមពលនិងពាណិជ្ជកម្មពិភពលោក